សួស្តីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយខ្ញុំបាទរដ្ឋាភិបាលឥឡូវនេះខ្ញុំមិនដឹងថាគួរធ្វើអីទេខ្ញុំក៏បានមករក farm សត្វមួយចំនួនដើម្បីយកមកធ្វើជាអាហារឥឡូវយើងបានដើររកកាប់គោហើយកន្លែងនេះក៏បានមកឃើញជ្រូកមួយខ្ញុំក៏បានកាប់ជ្រូកដើម្បីយក experience ខ្លះៗផងអ្នកទាំងអស់គ្នាអាចមើលទៅខ្ញុំមិនបានជាសើនិយាយអីច្រើនទេឥឡូវខ្ញុំពិតជាលេងម្នាក់ឯងគ្មានអីសប្បាយចិត្តអីមិនតិចមិត្តភក្តិអត់បាននិយាយមួយផងចប់ដោយខ្ញុំឥឡូវនេះខ្ញុំបានដើរទៅរកតំបន់ថ្មីទៀតព្រោះខ្ញុំមិនដឹងធ្វើអីនៅផ្ទះអប់សុកពេកមើលចេះតែដើរទៅឃើញសត្វសម្រាប់តាមផ្លូវខ្លះដល់នេះជោគមន់ទៀតខ្ញុំក៏បានមិនធ្វើអីមើលនេះតែបើសត្វជៀមសត្វគោសត្វជ្រូកអីខ្ញុំកាប់អត់ទាំងអស់អត់តែមឿនមួយដល់នេះយើងកាប់សត្វជៀមពីក្បាលឃើញវាដើរជាគូនៅទនេពេកយើងកាប់ចោលមួយដល់ខាងមុខខ្ញុំបានឃើញជ្រូកមួយហើយក៏បានដើរទៅតម្រង់នឹងដាក់ពី3ដាវដើម្បីយកសាច់វាហើយយើងក៏បានធ្វើដំណើរទៅមុខទៀតអ្នកទាំងអស់គ្នាជួយចុច Subscribe ជួយចុច Like ទៅលើវីដេអូខ្ញុំផងខ្ញុំធ្វើវីដេអូលើកនេះទៅប្រហែលជាគ្មានអ្នកមើលទេមើលទៅយើងក៏បានមកឃើញខ្ជុំខ្ញុំក៏បានកាប់យកខ្ជុំខ្លះដើម្បីយកមកប្រើប្រាស់ដោយក្នុងខ្លួនយើងអត់មានខ្ជុំទេយើងក៏ត្រូវការ experience ខ្លះដែរឲ្យគ្រប់ល្បាយ30មកយើងអាចយកទៅ enchant របស់ដែលយើងប្រើប្រាស់ផ្សេងឥឡូវនេះខ្ញុំទៅពីកាប់ខ្ជុំរួចយើងក៏បានមើលឆ្វេងស្ដាំមានអំណងថាគួរទៅដើរទៅកាន់តែត្រង់ទៀតហើយយើងមិនដឹងថាធ្វើដំណើរយើងមកដល់កន្លែងនេះបាយអូមថ្មីទៀតមកដល់ឃើញជ្រូកនេះពើស្អីទេនេះសង្ស័យខែចូលឆ្នាំវាលាបឆ្នាំនេះមើលទៅពើនេះប្លែកឯណាមកដល់ខាងមុខទៀតខ្ញុំក៏បានឃើញសត្វមឿននេះក៏ពើវាប្លែកទៀតដឹងកាត់អីទេបាយអូមមួយនេះឃើញសត្វចម្លែកសត្វមឿននេះខ្ញុំមិនងាយបានចូលទេដោយសារផ្ទះយើងនៅឆ្ងាយហើយតំបន់នេះគឺជាតំបន់ដែលថ្មីទៀតដល់យើងក៏បានរកកាប់ខ្ជុំកាប់អីព្រោះខ្ញុំត្រូវការខ្ជុំច្រើនយើងកាប់កន្លែងនេះអស់ហើយយើងទៅឃើញកន្លែងខ្ជុំនេះមួយទៀតកាប់ខ្ជុំនេះអស់ទៀតនឹងទុកធ្វើអីឃើញរបស់សំខាន់ដែរយើងមិនគួរទុកអីទេយើងត្រូវទៅកាប់ឲ្យអស់ដើម្បីយក experience ខ្ញុំចិត្តរវ៉ា24ហើយកាប់ទៅទៀតរវ៉ា24ខ្វះ6រវ៉ាទៀតរវ៉ា30គ្រប់រមោយើងអាចទៅផ្ទះវិញអ៊ីឆានរបស់ប្រើប្រាស់យើងកាប់ខ្ជុំរួចក៏បានមកឃើញកន្លែងមួយទៀតកាប់មួយកន្លែងទៀតមិនចង់ឲ្យទុកយូរទេព្រោះមើលទៅវាស្ដាយផងហើយយើងត្រូវប្រើប្រាស់ច្រើនបន្ទាប់ពីកាប់រួចខ្ញុំក៏បានមើលឆ្វេងមើលស្ដាំឥឡូវយើងមកដល់កន្លែងថ្មីមើលទៅកន្លែងនេះស្អាតមែនទេសភាពជុំវិញហើយមានកោះអណ្ដែតនៅលើទៀតមើលទៅស្អាតខ្ញុំមានកម្រងថាចង់ធ្វើផ្ទះនៅកន្លែងនេះតែដឹងធ្វើម៉េចនៅផ្ទះយើងចង់អភិវឌ្ឍឲ្យច្រើនជាងមុនដល់នេះខ្ញុំបានហែទឹកទៅម្ខាងទៀតហើយក៏បានមើលឃើញជ្រូកពីរក្បាលខាងមុខទៀតទាំងប្រហើយទាំងអីចាំមើលទាំងអស់គ្នាខ្ញុំក៏ដើរទៅខាងមុខវីដេអូយើងនឹងជិតឈានដល់ចុងបញ្ចប់ហើយអ្នកទាំងអស់គ្នាអាចនឹងជួបខ្ញុំនៅក្នុងវីដេអូក្រោយបន្តទៀតខ្ញុំនឹងចេញវីដេអូអ្នកទាំងអស់គ្នាបានទស្សនារៀងរាល់ថ្ងៃ